សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ជាថ្មីម្ដងទៀតមកកម្មវិធីការ Ghost Story របស់យើងដែលនៅក្នុងថ្ងៃនេះដែរគឺខ្ញុំនឹងយករឿងរបស់ប្រិយមិត្តរបស់យើងដែលគាត់បានឆាកមកចែករំលែកតាមរយៈ Facebook Page របស់ខ្ញុំសូមដាក់ឈ្មោះគាត់ថ្មីតែម្ដងទៅឈ្មោះថាស្រីមុំបើនិយាយទៅនៅក្នុងរឿងនេះដែរគឺគាត់បាននិយាយថាតាក់ទងជាមួយនឹងដីរបស់គាត់វាមិនមែនទេហេតែវាជាដីហ្មងណាដែលគាត់បាននិយាយដែរថាអញ្ចេះថាពីដំបូងឡើយគាត់ជាមួយនឹងក្រុមគ្រួសារគាត់តែម្ដងនៅជុំគ្នាជាមួយនឹងម៉ាក់យាយលោកតារបស់គាត់ប៉ុន្តែក្រោយមកនៅពេលដែលរឿងហេតុនេះកើតឡើងគឺជាពេលមួយដែលម៉ាក់ប៉ារបស់គាត់សម្រេចចាត់ថាដូរទីតាំងលំនៅអញ្ចឹងណាប៉ុន្តែទីតាំងលំនៅដែលពួកគាត់បានសម្រេចចាត់ដូរនឹងគឺមិនមែនទិញផ្ទះយកតែម្ដងទេតែគាត់ទិញជាដីហើយគាត់សង់ផ្ទះនៅលើនឹងតែម្ដងដែលបើតាមស្រីមុំគាត់បាននិយាយប្រាប់ខ្ញុំគាត់ថាដីហ្នឹងពីដើមឡើយមកនៅពេលដែលម៉ាក់របស់គាត់បានទិញហើយភ្លាមណាធម្មតាយើងទិញភ្លាមយើងមិនទៅបានភ្លាមណាហ្នឹងគ្រាន់តែជាដីហ្នឹងចាអញ្ចឹងមានន័យថានៅក្នុងអំឡុងពេលដែលម៉ាក់ប៉ារបស់គាត់ជាមួយនឹងគ្រួសាររបស់គាត់នឹងផ្ទាល់នៅជាមួយនឹងម៉ាក់យាយលោកតាគាត់នៅឡើយហ្នឹងជានិច្ចកាលម៉ាក់របស់គាត់គឺតែងតែយកផ្លែឈើយកទៅសែនលើដីហ្នឹងណាចាសែនដើម្បីសុំសុខសុំសប្បាយព្រោះដោយសារអីគាត់មានបំណងថានឹងមកសង់ផ្ទះនៅលើដីមួយហ្នឹងដែលដីមួយហ្នឹងបើតាមស្រីមុំគាត់និយាយប្រាប់ខ្ញុំគឺជាប្រភេទដីដែលមានទំហំគួរសមនៅក្នុងការសង់ផ្ទះបើសិនជាយើងនិយាយថាទំហំផ្ទះល្វែងណាអាចសង់ផ្ទះល្វែង2ជាមួយគ្នាហើយនៅសល់ដីមិនតិចទៀតចាសល់ដីជុំវិញនឹងមិនតិចអញ្ចឹងណាហើយក៏បាននិយាយថាដីហ្នឹងគឺអមសងខាងដោយផ្ទះដែលចិត្តខាងចាដែលផ្ទះមួយហ្នឹងគឺមានអ្នកនៅតែផ្ទះមួយទៀតដែលនៅម្ខាងទៀតនៃដីគាត់ហ្នឹងគឺអត់មានអ្នកនៅទេគាត់បាននិយាយប្រាប់ថាអញ្ចឹងណាហើយនៅម្ដុំនឹងដែរគឺដូចផ្ទះរបស់ម៉ាក់យាយលោកតាគាត់អញ្ចឹងគឺសម្បូរទៅដោយដំណាំផ្លែឈើបង្កាលផ្ទះម៉ាក់យាយលោកតាគាត់យ៉ាងច្រើនគឺនៅម្ដុំហ្នឹងគឺសម្បូរទៅដើមផ្លែឈើអីចឹងទៅចាដើមស្វាយដើមចេកអីចឹងទៅប៉ុន្តែនៅលើតំបន់នេះវិញដែលគាត់បានបដូរមកហ្នឹងភូមិថ្មីហ្នឹងគាត់បាននិយាយថាមានបន្លែបកាទៀតចាអញ្ចឹងមានន័យថានៅហ្នឹងវាសឹងថាដូចផ្ទះចកាគេចាគាត់បាននិយាយថាក្រោយមកហ្នឹងនៅពេលដែលម៉ាក់ប៉ាគាត់ហ្នឹងចាប់ផ្ដើមសាងសង់ផ្ទះនៅលើដីហ្នឹងហ្មងហ្នឹងផ្ទះដែលគាត់សាងសង់ហ្នឹងគឺជាផ្ទះប្រភេទបើនិយាយទៅម៉ូដគឺដូចម៉ូដផ្ទះវីឡាដែលមានកញ្ចក់ធំដែលយើងអាសាឃើញម៉ូដរបស់អឺរ៉ុបឯអាហ្នឹងខ្ញុំមិនដឹងអាហ្នឹងហៅមិនទេណាព្រោះខ្ញុំមិនមែនសោះខាងផ្នែកអាកិតិចអីទេខ្ញុំមិនដឹងថាហៅអាផ្ទះ design ហ្នឹងមិនទេតែរបៀបផ្ទះកញ្ចក់ច្រើនធំណាចាម៉ូដរបៀបអញ្ចឹងហើយគាត់និយាយថាផ្ទះហ្នឹងគឺមានទាំងអស់វាមាន2ជាន់វាមានជាន់ផ្ទាល់ដីជាន់ទី1ជាន់ទី2អញ្ចឹងទៅហើយក៏បាននិយាយដែរថានៅពេលដែលផ្ទះហ្នឹងសង់ហ្នឹងគឺម៉ាក់គាត់សេរីធ្វើម៉េចឲ្យផ្ទះហ្នឹងវាចំកណ្ដាលដីអញ្ចឹងទៅគឺមានន័យថាគាត់នៅមានសល់អាដីគៀនសងខាងចេះសល់ទៅដើម្បីដើរជុំវិញផ្ទះហ្នឹងបានអញ្ចឹងណាសល់ហ្នឹងគាត់បានបញ្ជាក់ដែរថាមិនសល់ធំទេដូចថាចំហៀងផ្ទះហ្នឹងសល់តែ2កន្លះគីឡូហើយខាងក្រោយផ្ទះហ្នឹងវិញគឺសល់ប្រហែលជា1កន្លះគីឡូកន្លះចាអញ្ចឹងមានន័យថាសល់អត់ធំហ្មងទេហើយគាត់បាននិយាយដែរថាចេះផ្ទះហ្នឹងនៅពេលដែលអ្នកផ្ទះគាត់រើចូលមកនៅដំបូងណាអត់ទាន់សង់ហើយ 100% ទេគាត់បាននិយាយដែរថាចេះថាអត់ទាន់សង់ហើយហ្នឹងគឺនៅអាផ្នែកខាងក្រោយដែលជាផ្នែកបើនិយាយទៅគឺដូចវាបន្តពីចក្រានបាយដែលជាផ្នែកត្រូវដាក់អីលាងចាននៅហ្នឹងហ្នឹងហើយដោយសារតែអត់ទាន់សាងសង់កន្លែងហ្នឹងហើយអញ្ចឹងកន្លែងដែលត្រូវមានដូចជាឡៅបូលាងចានដូចតយោដូចអីហ្នឹងគឺម៉ាក់គាត់ដាក់ចានដែកសម្រាប់លាងចានបដាសន្នជាមួយនឹងតយោទឹកអីចឹងទៅចុះយើងបើកលាងអង្គុយលើជើងម៉ាលាងចានក្នុងចានដែកអីចឹងទៅយើងសង់អត់ទាន់ហើយអស់ហើយគាត់រើមកនៅគឺរើចូលមកដើម្បីរៀបចំភ្លាមហ្នឹងហ្មងគាត់បាននិយាយដែរថាចាក់ថានៅពេលដែលចូលមកភ្លាមហ្នឹងធម្មតាតែយើងចូលទៅយើងមិនត្រូវរើបន្ទប់រើអីយើងរើចាម៉ាក់គាត់នឹងបាននិយាយដែរថាស្រឡាញ់បន្ទប់ណារើយកបន្ទប់នឹងទៅហើយម៉ាក់ប៉ារបស់គាត់នឹងរើយកបន្ទប់ជាន់លើជាន់ទី2ហ្នឹងណាហើយស្រីមុំគាត់ក៏រើយកជាន់ទី2នឹងដែរព្រោះនៅជាន់ទី2នេះគឺមានបន្ទប់គេង2ផ្សេងគ្នាហើយស្រីមុំគាត់គេងបន្ទប់មួយម្នាក់ឯងដល់ពេលប្អូនស្រីរបស់គាត់ខ្ញុំភ្លេចប្រាប់កន្លែងហ្នឹងសមាជិកគ្រួសារគាត់ទាំងអស់មាន5នាក់ចាប្អូនស្រីគាត់ហ្នឹងម៉ាក់គាត់ប្រាប់ថាឲ្យ2នាក់ហ្នឹងគឺគេងបន្ទប់ជាមួយគ្នាអញ្ចឹងមានន័យថា2នាក់គាត់ហ្នឹងគឺគេងនៅបន្ទប់ជាន់ទី1វាអញ្ចឹងហើយធម្មតាពេលដែលយើងចូលទៅខ្ញុំមិនត្រូវរៀបអវ៉ាន់ច្រើនណាត្រូវអត់វាមិនមែនមកផ្លែទេវាយូរដែរដែលយើងដឹកអវ៉ាន់ទៅមករៀបអញ្ចឹងណាអញ្ចឹងវារៀងហត់មិនអញ្ចឹងគ្នាយើងគាត់បាននិយាយថាចេះថានៅក្នុងម្លងពេលដែលគាត់កំពុងតែឈររៀបអវ៉ាន់នៅក្នុងបន្ទប់របស់គាត់ណាពេលហ្នឹងគាត់បាននិយាយដែរថាទ្វារបន្ទប់គាត់ហ្នឹងគាត់ចំហហើយអាចដើរសម្រាប់ឡើងមកលើហ្នឹងគឺបុកមកទ្វារបន្ទប់គាត់ហ្មងបែបអញ្ចឹងហើយគាត់កំពុងតែឈររៀបក្អាវរៀបអីចឹងទៅគាត់ថាអាពេលហ្នឹងឯងដែលគាត់ចាស់តែមានអារម្មណ៍ថាអញ្ចេះម៉ាក់គាត់ហ្នឹងឈរមើលគាត់ពីមាត់ទ្វារហ្នឹងមកចាអញ្ចឹងទៅគាត់និយាយដែរគាត់ថាដោយសារតែមានអារម្មណ៍ថាម៉ាក់គាត់ឈរមើលណាអញ្ចឹងគាត់ក៏ធ្វើរវល់
ធ្វើដូចកំពុងស្វាហាប់វឹកវរនៅក្នុងការរៀបចំបន្ទប់អញ្ចឹងណាហ្នឹងហើយគាត់បាននិយាយថាអញ្ចឹងហើយគាត់ថាប៉ុន្តែវាចម្លែកថងថាអញ្ចឹងវាមិនដែរម៉ាក់គាត់ណាចូលមើលយូរម៉េះព្រោះធម្មតាយើងចូលមកទៅចូលមកតែគ្នាមិនត្រូវរៀបបន្ទប់ទាំងអស់គ្នាហើយអ្វីដែលគាត់ឃើញកតុយផ្នែកគាត់ហ្នឹងណាច្បាស់ដែរមិនមែនរបៀបមកហ្វឹបបាត់ទេណាវាដូចឃើញជាប់នៅនឹងហ្មងដូចមានមនុស្សមែនតែនឈរនៅនឹងអញ្ចឹងគឺគាត់ឃើញថាម៉ាក់គាត់ហ្នឹងឈរមើលគាត់នៅនឹងយូរខ្លាំងមែនតែនឈរស្ងៀមអត់ទៅណាទាំងអស់ចាមកសតុះធំពេកដែលគាត់ថាចំម៉ាក់ឈរមើលយូរម៉េះគាត់កាត់អីរងងាកទៅនឹងងាកដើម្បីសួរតែនៅពេលដែលងាកទៅនឹងបានដឹងថាអត់មានអ្នកគេនៅនឹងទេគាត់បាននិយាយដែរថាពេលហ្នឹងគឺគាត់អត់នឹកឃើញចាប់អារម្មណ៍អីហ្មងទេគាត់នឹកឃើញថាចាក់ថាងកៃឡូថាគាត់ហត់ពេកគាត់ស្មារតីអញ្ចឹងទៅអញ្ចឹងគាត់ក៏បន្តរៀបបន្ទប់ទៀតអត់ទាន់មានអារម្មណ៍ខ្លាចគឺអត់មានអារម្មណ៍ខ្លាចមានអារម្មណ៍អីទាំងអស់ធម្មតាគាត់គិតថាគាត់ស្វាំងភ្នែកស្មារតីខ្លួនឯងអញ្ចឹងណារៀបចំបន្ទប់ហ្នឹងមកសតុះទៀតមកសតុះរៀងគួរសមដែរគាត់ថាពេលហ្នឹងគឺឃើញរបៀបកតុយភ្នែកអញ្ចឹងម្ដងទៀតណាតែលើកនេះគឺនៅក្នុងបន្ទប់គាត់ហ្មងដែលគាត់ឃើញនេះគឺឃើញរូបភាពស្លៀកសពតខ្លីហើយពាក់អាវវាក្លៀកបើនិយាយទៅរូបភាពហ្នឹងគឺចេញមកធ្វើឲ្យគាត់នឹកឃើញដល់ប្អូនស្រីគាត់ព្រោះប្អូនស្រីគាត់ពេលហ្នឹងអាយុ9ឆ្នាំអីដែរចាហើយរូបភាពហ្នឹងគឺរំលឹកគាត់ពីប្អូនស្រីគាត់ហ្នឹងហ្មងនិយាយទៅគឺធ្វើឲ្យគាត់គិតថាអូប្អូនអញមកហើយចូលមកហើយអញ្ចឹងណាហើយគាត់ក៏និយាយអញ្ចឹងណានិយាយថាអញ្ចេះគាត់ថាគាត់កំពុងតែរៀបចំអវ៉ាន់បណ្ដាគាត់ក៏និយាយថាអញ្ចេះគាត់ថាហែងទៅព្រមនៅក្នុងបន្ទប់ជាមួយណាបយធ្វើអីខ្ញុំដាក់ឈ្មោះឲ្យប្អូនប្រុសគាត់ថាបយចោះប្អូនប្រុសពៅគាត់ណាអាបយនឹង7ឆ្នាំចាគាត់ថាហែងព្រមតាមប៉ាក់ទៅគេងបន្ទប់មួយអាបយធ្វើអីអញ្ចឹងវាមិនទៅទាស់គ្នាឯងឃើញអត់បងយកបន្ទប់មួយម្នាក់ឯងឃើញស្រួលខ្លួនអត់គាត់ប្រាប់ប្អូនស្រីគាត់អញ្ចឹងហើយគាត់ចេះឆ្ងល់ថាចំមើលមិនវាអត់ឆ្លើយមកគាត់វិញវាអញ្ចឹងដល់ពេលហើយគាត់រៀបចំមកបាននៅស្ទុះគាត់ងាកទៅមើលទៅបាត់ទៀតអត់ឃើញទេប៉ុន្តែខ្ញុំចង់បញ្ជាក់ថាអញ្ចេះរូបភាពដែលគាត់ឃើញនៅកតុយភ្នែកហ្នឹងវាច្បាស់គ្រប់គ្រាន់មកល្មមធ្វើឲ្យគាត់និយាយសន្ទនាជាមួយព្រោះមនុស្សយើងបើសិនជាយើងឃើញកតុយភ្នែកល្មមណាយើងអត់តន់ច្បាស់ថាវាមានណាគេផ្សេងនៅនឹងណាយើងប្រកាសជាងាកទៅមើល confirm សិនហើយត្រូវអត់យើងមិននិយាយជាមួយយកហ្មងហើយប៉ុន្តែនេះគឺគាត់ឃើញនោះគឺច្បាស់ហ្មងណាវាកតុយភ្នែកមែនប៉ុន្តែវាច្បាស់ហ្មងហើយនៅក្នុងបន្ទប់មួយគាត់ហ្មងវាមិនមែនគ្រាន់ណាប៉ុមនៅមាត់ទ្វារទេអញ្ចឹងហើយបានជាគាត់និយាយជាមួយហើយនៅពេលហ្នឹងឯងដែលគាត់ងាកទៅដល់ពេលគាត់អត់ឃើញណាគាត់ចាប់ដើមគិតមកម្ដងទៀតថាអញដូចហត់មែនតើឯដឹងអញ្ចឹងណាហើយគាត់ក៏ចាប់អារម្មណ៍ងាកទៅមើលអាទ្វារបន្ទប់របស់គាត់ហ្នឹងអាកន្លែងចដៅបុកមកបន្ទប់របស់គាត់ហ្នឹងគាត់ក៏នឹកឃើញថារៀងអត់ comfort មួយវាហើយមានអារម្មណ៍ថាលហលហេវមិនខ្លាចហ្មងឯងគាត់ថាលហលហេវដល់អញ្ចឹងទៅគាត់ក៏នឹកឃើញដើរទៅបិទទ្វារហ្នឹងគាត់ថាពេលដែលគាត់បិទទ្វារហ្នឹងទៅធ្វើឲ្យគាត់មានអារម្មណ៍ស្ងប់វិញហើយគាត់ក៏បន្តរៀបចំបន្ទប់គាត់ទៀតទៅបកទៅនិយាយពីម៉ាក់គាត់វិញសាច់រឿងមួយជ្រុងមួយនេះគឺគាត់ដឹងមកពីម៉ាក់របស់គាត់អញ្ចឹងខ្ញុំសូមនិយាយមកកណាត់នេះពី perspective ពីការមើលឃើញរបស់ម៉ាក់របស់គាត់ណាគាត់ថាម៉ាក់គាត់ហ្នឹងគឺគាត់ញ៉ាំអីហើយចឹងហើយគាត់ក៏ទៅបន្ទប់គាត់សិនដើម្បីរៀបបង្ហើយកិច្ចយើងប្រហើយអស់សិនចាំគាត់មកលាងចានក្រោយវាអញ្ចឹងហើយបន្ទប់របស់ម៉ាក់គាត់ហ្នឹងទៀតគឺវាមានអាកញ្ចក់ប្រអួចធំហ្នឹងហើយមើលឃើញទៅអាកន្លែងប្រឡោះខាងក្រោយដែលខ្ញុំនិយាយថាសងអត់តាន់ហើយដែលគាត់ដាក់ចានដៃលាងចានចាហ្នឹងហើយគឺគាត់មើលឃើញកន្លែងហ្នឹងច្បាស់ហ្មងដែលម៉ាក់គាត់នៅពេលហ្នឹងបាននិយាយថាពេលហ្នឹងគឺគាត់ឃើញស្រីមុំហ្នឹងអង្គុយចောင်းហោងលាងចានឮសូរសំឡេងចានគ្រប់ក្រាក់អញ្ចឹងហើយគឺគាត់មើលឃើញច្បាស់ហ្មងមើលភ្នែកច្បាស់ហ្មងមិនមែនកតុយភ្នែកមើលឃើញហ្មងហើយម៉ាក់គាត់ហ្នឹងក៏នឹកក្នុងចិត្តថាចាក់ថាចំកូនអញអាសាម៉េះវារៀបចំបន្ទប់វាហត់ហើយវានៅមានចិត្តមកអង្គុយលាងចានឲ្យអ្នកផ្ទះអីចឹងណានឹងថាចែម៉េះវាអញ្ចឹងតែគាត់មើលឃើញទៅគាត់រៀងអាណិតកូនដែរថាមិនបានកូនហ្នឹងអង្គុយចောင်းហោងលាងចានព្រោះដូចដឹងចាអង្គុយចောင်းហោងនឹងយូរយើងមិនស្ពឹកសពុនជើងវាមិនស្រួលអីអញ្ចឹងគាត់ក៏នឹកក្នុងចិត្តថាមិនបានកូនគាត់អត់នឹកឃើញទៅយកជើងម៉ែយកមកអង្គុយអញ្ចឹងហ្នឹងហើយអញ្ចឹងគាត់អត់មានថាតាក់តងអីដើម្បីទៅប្រាប់កូនគាត់ថាយកជើងម៉ែទេម៉ាក់គាត់នេះក៏នឹកឃើញចោះទៅផ្ទាល់ដើម្បីយកជើងម៉ែហ្នឹងឲ្យកូនអង្គុយដល់ពេលគាត់ចោះទៅដល់ក្រោមហ្នឹងកាន់ជើងម៉ែទៅហ្នឹងបានដឹងថាអត់មានពីណាគេអង្គុយនៅនឹងទេហើយចាននៅក្នុងចានដែងហ្នឹងគឺនៅដដែលអត់មានពីណាគេលាងអត់មានពីណាគេអីគឺនៅដដែលមកដែលវាផ្ទុយពីរូបភាពដែលគាត់ឃើញពីក្នុងបន្ទប់គាត់មកហើយដូចដឹងអញ្ចឹងថាម៉ាក់គាត់គឺជាមនុស្សដែលមានជំនឿនៅពេលដែលគាត់ភ្ញាក់ថាចឹងអញឃើញមិញហ្នឹងមែនទេចឹងគាត់ក៏រូតរះរៀបចំអវ៉ាន់ជំនាញទេហ៎ចាព្រោះគាត់បើនិយាយទៅគាត់បានទិញមកហើយតែគាត់អត់បានរៀបទេព្រោះធម្មតាយើងចូលទៅភ្លាមអញ្ចឹងយើងមិនត្រូវរៀបបន្ទប់យើងគេងមុនសិនចាតែនៅពេលដែលម៉ាក់របស់គាត់ឃើញរូបភាពអញ្ចឹងគាត់ក៏នឹកឃើញរៀបជំនាញទេ
រៀបចំនាងផ្ទះវឹបអញ្ចឹងហើយបានប៉ារបស់សៃមុំគាត់ឃើញអញ្ចឹងគាត់ក៏សួរប្រពន្ធគាត់អញ្ចឹងណាសួរម៉ាក់របស់សៃមុំសួរថាហេអូនឯងមកបញ្ញាប់រៀបចំឲ្យវ៉ាន់ជានាងផ្ទះម៉ែបើយើងរៀបចំកន្លែងយើងស្នាក់នៅមិនទាន់ស្រួលបួផងហ្នឹងរៀបចំបន្ទប់យើងសិនទៅអានេះចាំរៀបក្រោយក៏បានដែរគាត់និយាយអញ្ចឹងណាដែលម៉ាក់របស់គាត់ហ្នឹងក៏ឆ្លើយមកវិញថាអត់កោទេរៀបហើយហើយប៉ារបស់គាត់ហ្នឹងរបៀបគាត់អ្នកដឹងអញ្ចឹងដែរចឹងគាត់មានអារម្មណ៍ថាអញ្ចឹងចាំបាច់អីចឹងគាត់ក៏អត់មាត់ឲ្យប្រពន្ធគាត់ហ្នឹងរៀបទៅនៅពេលដែលរៀបហើយអីហើយអស់ហ្នឹងយើងមិនមានទឹកអប់យើងមិនមានអីសែនជំនាញទេហ៎ពេលហ្នឹងស្រីមុំគាត់ចោះមកវិញល្មមណាចាគាត់ចោះពីបន្ទប់គាត់មកអញ្ចឹងព្រោះគាត់លេងសូរសំឡេងម៉ាក់ប៉ាគាត់និយាយគ្នានៅក្រោមគាត់រៀបចំបន្ទប់ខ្លួនគាត់ឲ្យដែរគាត់ក៏ចោះមកគាត់ឃើញម៉ាក់ប៉ាគាត់ហ្នឹងគឺកំពុងតែនៅមុខកន្លែងឈ្នាងផ្ទះហ្នឹងហើយក៏ពេលម៉ាក់របស់គាត់ពេលហ្នឹងឃើញស្រីមុំចោះមកហ្នឹងក៏យកទឹកអប់ដែលគាត់បានសែនឈ្នាងផ្ទះហ្នឹងបាញ់ឲ្យស្រីមុំហើយស្រីមុំគាត់អត់ដឹងថាថៃមិនម៉ាក់គាត់បាញ់ទេគាត់ដឹងតែថាសើចសប្បាយអញ្ចឹងណាហើយគាត់និយាយថាក្អូបអីចឹងចុះមនុស្សសប្បាយចិត្តទៅដងមកផ្ទះថ្មីយកគ្នាយើងហើយផ្ទះហ្នឹងបើតាមស្រីមុំគាត់និយាយផ្ទះស្អាតណាចាហ្នឹងយើងអាចសម័យឃើញទេផ្ទះរបៀបម៉ូដដូចម៉ូដវិឡាហើយអាផ្ទះសេរីកញ្ចក់ធំហ្នឹងអញ្ចឹងគ្នាយើងអាចសម័យឃើញហើយម៉ាក់គាត់នៅពេលហ្នឹងដែរក៏និយាយមួយកូនគាត់អញ្ចឹងណាក៏និយាយស្រីមុំថាហ្នឹងហើយក្អូបខញ្ញាត់ក្អូបខ្លាំងហើយគាត់ក៏និយាយជាមួយនឹងស្រីមុំតទៀតអញ្ចឹងណាគាត់ថាឥឡូវកូនឯងរៀបចំបន្ទប់ខ្លួនឯងហេតុតែបើថារៀបចំហើយទៅមើលបន្ទប់របស់អាពីរអ្នកប្អូនកូនឯងមើលថាវារៀបហើយនៅបើថាវានៅទេទៅជួយរៀបវាទៅព្រោះប្អូនតូចឡើយដែរអញ្ចឹងប្អូនមិនសូវចេះអីអញ្ចឹងណាស្រីមុំគាត់ស្ដាប់ឮប៉ុណ្ណឹងហើយគាត់ក៏ឡើងទៅលើចាឡើងទៅអាចន់ទី1បន្ទប់ប្អូនគាត់ហ្នឹងគាត់បាននិយាយដែរគាត់ថាពេលហ្នឹងបើកធ្វើចូលទៅភ្លាមគឺឃើញប្អូនគាត់តាមកាពិតគេងលក់អស់ហើយព្រោះបើតាមគាត់និយាយប្រាប់ខ្ញុំគាត់ថាពេលដែលអ្នកផ្ទះគាត់សម្រាប់ចាត់រើចាញ់ពីផ្ទះមកនិយាយទៅគឺងើបតាំងព្រឹកខ្ទង់ម៉ោង5ដើម្បីដឹកយកអាវ៉ាន់មកឲ្យរៀបម្ដងបន្តិចខ្លួនឯងណាចាអញ្ចឹងមានន័យថាគ្នាកូនក្មេងគ្នាហត់គ្នាងុយគេអញ្ចឹងណាអញ្ចឹងគាត់ក៏អត់មាត់ទេគាត់ជួយរៀបការរៀបអីឲ្យប្អូនអញ្ចឹងទៅប៉ុន្តែគាត់បាននិយាយដែរថាអញ្ចេះថាគាត់កំពុងតែរៀបការសុកគាត់ឃើញប្អូនប្រុសពៅគាត់ហ្នឹងអាបយហ្នឹងចាងើបអង្គុយឆ្ងាក់ហ្មងងើបអង្គុយឆ្ងាក់អញ្ចឹងហើយភ្នែកឡើងស្លើតឡើងលើគាត់បាននិយាយថាអញ្ចឹងគាត់ថាអាហ្នឹងគឺជាអីមួយដែលគាត់ឃើញមិនមែនកតុយភ្នែកមិនមែនអីទេគឺឃើញច្បាស់ហ្មងឃើញនឹងភ្នែកអញ្ចឹងហ្មងគាត់ថាវាសុកវាងើបឆ្ងាក់អញ្ចឹងហើយភ្នែកស្លើតឡើងលើទៅឡើងស្លើរបៀបអញ្ចឹងណាដែលធ្វើឲ្យគាត់គាត់ថាប្អូនគាត់ប្រហែលជាអត់ស្រួលខ្លួនឬមួយក៏មានអីមួយយ៉ាងខុសប្រកអីអញ្ចឹងណាគាត់ទៅចិត្តប្អូនគាត់ហ្នឹងហើយគាត់ទៅមើលមុខប្អូនគាត់ហ្នឹងហើយគឺឃើញប្អូនគាត់ហ្នឹងអង្គុយថ្មងស្ងៀមអញ្ចឹងរៀបឆ្កឺតអញ្ចឹងហើយស្នែកស្លើតឡើងលើយើងដដែលអត់មានព្រិចអត់មានអីទាំងអស់អញ្ចឹងណាដែលធ្វើឲ្យជំរុញការគិតរបស់ស្រីមុំកាន់តែខ្លាំងថាប្អូនគាត់អត់ស្រួលមែនតើគាត់ក៏ស្រែកហៅប៉ាគាត់ចាគាត់ស្រែកហៅប៉ាគាត់អញ្ចឹងហើយគាត់ថាប៉ាអាបយដូចអត់ស្រួលទេប៉ាអាបយដូចឈឺដឹងគាត់ស្រែកអញ្ចឹងណាដែលប៉ាគាត់ហ្នឹងគ្រាន់តែលឺចុងភ្លាមក៏រត់មកវឹងហ្មងព្រោះដោយសារតែអញ្ចឹងអ្នកផ្ទះគាត់ហ្នឹងគឺដឹងទម្លាប់គាត់ថាស្រីមុំអត់ដែរនៅសុកស្រែកហៅម៉ាក់ប៉ាទេតោះតែមានការខ្លាំងមែនតើណាបានស្រែកហៅចានិយាយទៅគឺតោះតែស៊ីរៀសខ្លាំងហ្មងរបៀបអញ្ចឹងណាប៉ាគាត់រត់មកភ្លាមមើលប្អូនគាត់ចឹងហើយមើលមកមុខគាត់ទាំងឆ្ងល់ថាស្រីមុំចង់និយាយពីស្អីគេវាអញ្ចឹងណាព្រោះស្រីមុំគាត់ប្រាប់ប៉ាគាត់ថាអាបរយហ្នឹងមើលទៅឈឺអត់ស្រួលខ្លួនទេមើលឡើងស្លើតដល់ហើយផ្នែកឡើងស្លើតអីចឹងណាតែដល់ពេលប៉ាគាត់មកដល់មើលមុខប្អូនគាត់ហើយមើលមុខគាត់ហើយរបៀបមើលទៅគាត់របៀបឆ្ងល់ណាចាដល់ពេលគាត់ឃើញទឹកមុខប៉ាគាត់អញ្ចឹងគាត់ងាកទៅមើលប្អូនគាត់វិញបានដឹងថាប្អូនគាត់មើលមុខគាត់ធម្មតារបៀបឆ្ងល់ដូចគ្នាអញ្ចឹងណាចាហើយស្រីមុំគាត់ក៏ឃើញសួរប្អូនគាត់ទៅចាក់ថាអាបយអត់អីណៃអត់មានអត់ស្រួលខ្លួនណៃព្រោះបងមិនមកគិតថាអូនឯងអត់ស្រួលខ្លួនក្តៅខ្លួនឬមួយក៏អីចឹងណាបងគាត់ថាអត់ណាខ្ញុំងើបចង់ទៅឈឺនោមតាហើយស្រីមុំគាត់គ្រាន់លឺប៉ុណ្្នឹងគាត់ថាអញ្ចឹងឯងហើយបងគាត់ថាបាទហើយរត់ទៅបន្ទប់ទឹកបាត់ដល់ពេលប៉ាគាត់វិញរៀងមើលមុខគាត់មួយផ្លែតចឹងណាមើលមុខគាត់មួយផ្លែតចឹងហើយគាត់ថាអត់អីអញ្ចឹងជួយរៀបចំអាវ៉ាន់បន្ទប់ប្អូនតិចទៀតទៅចឹងឲ្យប្អូននឹងទៅឈឺនោមឲ្យវាដេកទៅគាត់និយាយចឹងគាត់ទៅចេញទៅវិញទៅតែបើតាមស្រីមុំគាត់និយាយហ្មងណាគាត់រំលឹករូបភាពនឹងឡើងវិញគាត់និយាយប្រាប់ខ្ញុំគាត់ថាចម្លែកខ្លាំងមែនតើព្រោះដោយសារតែគាត់ឃើញហ្នឹងគឺវាមិនមែនយើងលក្ខណៈពាក់កណ្ដាលយកសពពាក់កណ្ដាលគេងលក់ឬមួយក៏កតុយភ្នែកអីទេគឺគាត់ឃើញច្បាស់ហ្នឹងភ្នែកហើយគាត់បានទៅចិត្តមើលផ្ទាល់ទៀតគឺគាត់ពិតជាឃើញប្អូនគាត់នឹងអង្គុយស្លើតឡើងលើដូចវិញ្ញាណអត់នៅខ្លួនមែនណាអញ្ចឹងហេតុអីបាននៅសុកពេលដែលប៉ាគាត់មកដល់គាត់ងាកមកមើលប្អូនគាត់ម្ដងទៀតគឺគាត់ឃើញសភាពប្អូនគាត់ធម្មតាអញ្ចឹង
សីមុំក៏បាននិយាយបន្តថាអញ្ចឹងថានៅក្នុងអាថ្ងៃតែមួយនឹងដែរនិយាយទៅក្រោយពីហេតុការណ៍នៅក្នុងបន្ទប់ប្អូនរបស់គាត់ហើយប៉ាគាត់ប្រាប់ថាគាត់ជួយរៀបចំបន្ទប់ឲ្យប្អូនគាត់នឹងគាត់ក៏ជួយរៀបមកហើយអញ្ចឹងទៅបានគាត់ទៅបន្ទប់របស់គាត់វិញហើយបន្ទប់ហ្នឹងគឺនៅទល់ជាមួយនឹងបន្ទប់ម៉ាក់ប៉ាគាត់ដែរទេហើយគាត់ថាអញ្ចឹងគាត់ថាពេលហ្នឹងគឺបើនិយាយទៅគឺគាត់អង្គុយលេងទូរស័ព្ទដោយសារតែធម្មតាដូចអ្នកខ្លះអញ្ចឹងយើងទៅដូរមិនត្រឹមតែដូរទេហើយយើងគ្រាន់តែដូរបន្ទប់គេងដូចអ្នកខ្លះទៅលេងខែទៅលេងអីគេងអតាលអញ្ចឹងផ្លែកន្លែងគេងយើងគេងអត់លួចាសីមុំគាត់គឺមានអាការៈហ្នឹងចានេះគឺគាត់ទៅដល់ភ្លាមគាត់ថាមកពីផ្លែកន្លែងដល់អញ្ចឹងទៅគាត់អត់នឹកឃើញថាងុយគេងអីទេគាត់ក៏អង្គុយលេងទូរស័ព្ទសិនហើយបន្ទប់របស់គាត់ហ្នឹងគឺដោយបន្ទប់របស់ម៉ាក់ប៉ាគាត់ចឹងមានប្អួចធំអញ្ចឹងដូចគ្នាអញ្ចឹងណាតែគាត់ថាមានវាំងននអញ្ចឹងយប់ឡើងអញ្ចឹងគាត់ក៏បិទវាំងននទៅគាត់បានបញ្ជាក់ដែរថាអញ្ចឹងបន្ទប់របស់គាត់ហ្នឹងបើនិយាយទៅគឺវាមានទិសដៅនៅផ្នែកខាងក្រោយនៃបរិវេណដីហ្នឹងចាហើយគាត់បាននិយាយដែរថានៅពីក្រោយរបងផ្ទះគាត់ហ្នឹងហ្មងព្រោះផ្ទះគាត់ហ្នឹងសង់គឺមានរបងប្រវត្តិដែរអញ្ចឹងណានៅពីក្រោយរបងហ្នឹងហ្មងគឺសិតតែព្រៃរបៀបដូចថាអាហ្នឹងគឺដីបើនិយាយទៅដីខាងរបស់គេទេគ្រាន់តែថាអាដីខាងរបស់គេហ្នឹងវាដើមឈើហ្នឹងវាខ្មឹកខ្លាំងពេកវាមើលទៅសឹងថាដូចព្រៃណាចាហើយគាត់បាននិយាយដែរថាចេះថាបើនិយាយតាមត្រង់ហ្មងទៅពីដីរបស់អាគេហ្នឹងណាពីដីរបស់គេហ្នឹងមកបើសិនជាគេគ្រាន់តែតចដាបន្តិចគឺគេចូលមកក្នុងផ្ទះគាត់ហ្នឹងបានហ្មងព្រោះដោយសារតែលបងផ្ទះម៉ាក់គាត់ធ្វើហ្នឹងវាទៀបដែរដែលជាមូលហេតុធ្វើឲ្យម៉ាក់គាត់ហ្នឹងគឺដាក់របៀបអាបាឡាលួងវងនៅពីលើអាលបងហ្នឹងហ្មងណាដើម្បីការពារដែរអញ្ចឹងណាហើយគាត់និយាយដែរថាអញ្ចេះគាត់ថាពេលដែលគាត់សម្ងំលើពូគាត់ចុចទូរស័ព្ទហ្នឹងគាត់ក៏ឮសូរសំឡេងរបៀបដូចសំឡេងស្លឹកឈើតែវាបោកខ្លាំងមែនតែនវាហាក់បីដូចជាមានខ្យល់បក់មកខ្លាំងបោកស្លឹកឈើនឹងម៉ែឈើនឹងចូលគ្នាឮសូរប្រោកក៏ចាគាត់ថាឮសូរខ្លាំងអញ្ចឹងឯងតែសួរថាចិត្តគាត់ហ៊ានបើកវាំងននដើម្បីទៅមើលអត់ហ៊ានទេគាត់ថាអត់ហ៊ានទេប៉ុន្តែដល់ពេលគាត់ចុចទូរស័ព្ទទៅវាឮសូរអាហ្នឹងខ្លាំងពេកដល់អញ្ចឹងវាធ្វើឲ្យចិត្តគាត់ហ្នឹងឆ្ងល់ទៅក៏ចាប់ផ្ដើមដាច់ចិត្តដើម្បីលបទៅបើកវាំងនននឹងមើលហើយគាត់ថាពេលដែលបើកវាំងនននឹងមើលអ្វីដែលគាត់ឃើញគឺស្លឹកឈើឡើងស្ងប់អត់មានខ្យល់បោកនៅខាងក្រៅណាឬសូរស្លឹកឈើនឹងឡើងបោកចូលគ្នាប្រោកឲ្យអត់មានទេស្ងាត់គាត់ថាដល់ពេលឃើញអញ្ចឹងគាត់ក៏ទម្លាក់បិទវាំងននវិញហើយខំប្រឹងសង្ងំគេងមកគាត់បាននិយាយដែរថាចេះដោយសារតែពេលហ្នឹងវាប្លែកកន្លែងផងគាត់ជួបហេតុការណ៍ប្លែកផងគាត់ក៏នឹកឃើញថាទូរស័ព្ទរបស់គាត់ហ្នឹងចាក់ភ្លេងចោលចាអ្នកទាំងអស់គ្នាដែរអញ្ចឹងអត់របៀបពេលខ្លះអញ្ចឹងយើងអាចថាយើងមិនសូវងុយគេឬមួយក៏យើងពិបាកគេឬមួយក៏យើងរៀងភ័យខ្លាចរឿងអីមួយហើយយើងចាក់ភ្លេងចោលដើម្បីលួងអារម្មណ៍ខ្លួនឯងឲ្យយើងស្ងប់ហើយយើងគេងណាចានេះគឺជាអីដែលសមមគាត់បានធ្វើគឺគាត់ថាគាត់បានចាក់ភ្លេងនៅក្នុងទូរស័ព្ទគាត់ហ្នឹងដើម្បីសង្ងំគេងគាត់បាននិយាយថាពេលនេះគឺគាត់សង្ងំបិទភ្នែករឿងលាវប៉ុន្តែវាអត់លក់សោះដល់អត់លក់ទៅគាត់ក៏នឹកឃើញបើកភ្នែកមកវិញណាហើយគាត់បាននិយាយដែរថាចេះនៅពេលដែលគាត់បើកភ្នែកមកវិញហ្នឹងរូបភាពមួយដែលគាត់ឃើញគឺគាត់ថាគាត់បានឃើញមនុស្សស្រីម្នាក់ដើរចូលមកក្នុងបន្ទប់គាត់ហើយតម្រង់ទៅរកកតារបស់គាត់កតាបានរបស់គាត់ទឹមស្ពាយមកហ្នឹងមិនទៅរកធម្មតាទៅរករបៀបបើករូតដូចកខកកាយវ៉ាន់របស់គាត់រកអីមួយយ៉ាងណាដែលគាត់ថាមិនមែនជាអ្នកផ្ទះគាត់ទេគ្រាន់តែគាត់ឃើញគឺមិនមែនជាអ្នកផ្ទះគាត់ទេគាត់ឃើញច្បាស់ណាគាត់ក៏ស្រែកគាត់ថាគ្រាន់តែឃើញចឹងគាត់ស្រែកមកវ៉ាចឹងណាហើយវាចៃដល់អីម៉ាក់ប៉ាគាត់គឺអត់ទាន់សម្រានដូចគ្នាព្រោះដោយសារតែគាត់ផ្លែកន្លែងដូចគ្នាអញ្ចឹងពួកគាត់គឺកំពុងអត់ទាន់សម្រានលក់ទេគាត់គ្រាន់តែលឺសូរកូនខ្លួនឯងស្រែកមិនរត់មកដល់ពេលបាក់ទ្វាររត់មកហ្នឹងគាត់ថាអញ្ចេះស្រីមុំគាត់និយាយថាគ្រាន់តែពេលដែលគាត់ស្រែកវ៉ាភ្លាមហ្នឹងភ្នែកគាត់គឺខំប្រឹងសម្លឹងមើលម្នាក់ស្រីមួយដែលថាមិនមែនជាអ្នកផ្ទះគាត់ហ្នឹងណាគាត់ថាឃើញអ្វីដែលគាត់ឃើញហ្នឹងគឺដូចបំបែកទៅជាផ្សែងហើយវាដូចអាសាទៅម្ដងតិចតម្រាំទៅដល់ពេលម៉ាក់ប៉ាគាត់បើកចូលមកហ្នឹងណាម្នាក់ហ្នឹងគឺលាយបាត់ហ្មងខ្សាត់ទៅអស់លេងហ្មងហើយម៉ាក់ប៉ាគាត់ហ្នឹងក៏បាក់ភ្លើងពុបអញ្ចឹងហើយសួរកូនគាត់ថាកាត់អីដែលស្រីមុំគាត់ភ័យគាត់ស្វេស្វាភ័យអញ្ចឹងហើយគាត់ឆ្លើយប្រាប់តាមសាច់រឿងអញ្ចឹងណាគ្រាន់តែគាត់និយាយតាមសាច់រឿងអ្វីដែលគាត់ឃើញហ្នឹងហើយពេលហ្នឹងគាត់និយាយថាចេះគាត់ថាគាត់ឃើញម៉ាក់គាត់ហ្នឹងខ្សឹបប្រាប់ប៉ាគាត់ខ្សឹបអីមួយយ៉ាងប្រាប់ប៉ាគាត់អញ្ចឹងណាតំណងប្រហែលជានិយាយអ្វីដែលគាត់ឃើញថាឃើញដូចស្រីមុំហ្នឹងគាត់អង្គុយលាងចានតែតាមពិតមិនមែនស្រីមុំចាតំណងប្រហែលជានិយាយកន្លែងហ្នឹងបើនិយាយទៅពេលហ្នឹងដែរប៉ាគាត់ពេលដែលឮរឿងហ្នឹងភ្លាមហ្នឹងគាត់ងាកទៅមើលកាបូបរបស់កូនស្រីគាត់ដែរអញ្ចឹងណាឃើញថាកាបូបហ្នឹងគឺអត់មានរូតអត់មានអីទេដែលធ្វើឲ្យប៉ារបស់គាត់ហ្នឹងគាត់និយាយថាប្រហែលជាស្រីមុំហ្នឹងហត់ពេកគិតច្រើនពេកហើយសម័យយេរបៀបអញ្ចឹងណាស្រីមុំគាត់បានបញ្ជាក់ប្រាប់ខ្ញុំដែរថាជាក់ស្ដែងហ្មងពេលហ្នឹងអ្នកដែលជឿស្រីមុំខ្លាំងហ្មងគឺមានតែម៉ាក់គាត់ទេចា
ដល់អញ្ចឹងទៅស្អែកឡើងហ្នឹងគឺម៉ាក់គាត់ហើយនឹងប៉ាគាត់ហ្នឹងក៏នាំគ្នាសម្រាប់ចាត់ថានិមន្តព្រះសង្ឃ3អង្គដើម្បីមកប្រាស់ព្រំផ្ទះហ្នឹងចិនអញ្ចឹងណាដោយសារតែគាត់អាហ្នឹងគេហៅថាយើងមាន concern ណាយើងមានការបារម្ភនៅលើផ្ទះហ្នឹងហើយព្រោះដោយសារតែចូលមកភ្លាមគឺអញ្ចឹងភ្លាមទាំងដែលយើងធ្លាប់បានសែនផ្លែឈើសែនអីគេដែរមិនអត់ណាយើងសុំឲ្យគេជួយថែរក្សាយើងដែរដល់អញ្ចឹងនៅពេលដែលគាត់និមន្តព្រះសង្ឃ3អង្គមកគឺមានជាការសូត្រប្រោះព្រំផ្ទះហ្នឹងប្រោះព្រំមករបៀបយើងប្រោះទឹកមុនគ្រប់កន្លែងនៃផ្ទះហ៎ចាហើយដូចនិយាយចឹងថាផ្ទះហ្នឹងគឺគាត់មិនសង់មានធ្លាជុំវិញផ្ទះហ្នឹងហ៎គឺព្រះសង្ឃបាននិមន្តដើរប្រោះព្រំទឹកមុនជុំវិញផ្ទះហ្នឹងហ្មងគ្រប់កន្លែងហ្មងប៉ុន្តែនៅពេលដែលបញ្ចប់កិច្ចអស់ស្រីមុំគាត់បាននិយាយថាអញ្ចឹងថាពេលហ្នឹងគឺគាត់បានឃើញបដិជគុណណាបានងាកខ្សឹបប៉ារបស់គាត់ហើយឡងពេលក្រោយមកហ្នឹងអ្វីដែលគាត់បានដឹងពីប៉ាគាត់ហ្នឹងគឺប៉ាគាត់បាននិយាយថាចែកថាផ្ទះហ្នឹងសង់នៅលើដីភ្នៅខ្មោចចាសង់នៅលើដីភ្នៅខ្មោចហើយបើក្រោយមកនៅពេលដែលដឹងរឿងតគ្នាផ្សេងទៀតអញ្ចឹងណាថាដីហ្នឹងពីមុនមិនមែនជាដីកម្ពស់ហ្នឹងហ្មងទេមើលមានន័យថាមកចេះមើលអាហ្នឹងខ្ញុំនិយាយថាមកដើម្បីឲ្យទាំងអស់គ្នាស្រួលយល់ពីដើមឡើយមកហ្មងដីផ្ទះហ្នឹងណាមិនមែនដីកម្ពស់ស្មើអញ្ចឹងទេវាជាដីដែរប៉ុន្តែវានៅក្រោមដែលគេបានធ្វើភ្នៅខ្មោចនៅក្រោមហ្នឹងតែក្រោយមកដោយសារតភ្លៀងផងអីផងអញ្ចឹងយូរទៅកន្លែងហ្នឹងក៏វាកកើតទៅស្តៀងបើនិយាយទៅស្តៀងកូនបឹងមួយណាចាហើយក្រោយមកក៏ត្រូវបានគេចាក់ដីលុបអញ្ចឹងមានន័យថានៅពេលដែលគេចាក់ដីលុបហើយដូរម្ចាស់ដីពីមួយទៅមួយហ្នឹងគឺអត់មានណាគេដឹងថានៅក្រោមហ្នឹងគឺមានភ្នៅទេនេះគឺជាអីដែលស្រីមុំគាត់បាននិយាយប្រាប់ខ្ញុំព្រោះបើនិយាយទៅប៉ាម៉ាក់គាត់នៅពេលដែលដឹងរឿងហ្នឹងគឺខឹងអ្នកដែលលក់ដីហ្នឹងឲ្យគាត់ដែរមិនអត់ខឹងទេណាពួកដីភ្នៅខ្មោចអ្នកទាំងអស់គ្នាហើយម៉ាក់របស់គាត់អីទៀតគឺជាអ្នកដែលមានជំនឿទៀតអញ្ចឹងនៅពេលដែលដឹងរឿងហ្នឹងភ្លាមគឺគាត់ខឹងហើយគាត់បានទូរស័ព្ទទៅសួរអ្នកដែលលក់ដីហ្នឹងឲ្យគាត់អញ្ចឹងណាដែលអ្នកដែលលក់ហ្នឹងគឺគាត់និយាយដែរគាត់ថាអូកន្លែងហ្នឹងដីភ្នៅគាត់ថាគាត់អត់ដឹងឯងគាត់ពិតជាអត់ដឹងមែនព្រោះពេលដែលគាត់បានដីហ្នឹងមកហ្នឹងគឺដីហ្នឹងវាមានរូបរាងអញ្ចឹងហើយស្រាប់ហើយគឺគាត់អត់ដឹងទេគាត់ពិតជាអត់ដឹងមែននឹងគឺជាអ្វីដែលគេនិយាយប្រាប់ម៉ាក់ប៉ាគាត់វិញអញ្ចឹងណាហើយម៉ាក់ប៉ាគាត់វិញគាត់ក៏នឹកឃើញថាអញ្ចឹងថាបើចឹងយ៉ាងតែចេះវាមិនមែនគ្រាន់តែជាដីទៀតណាអានេះគឺគាត់បានសាងសង់ផ្ទះមួយដែលបើនិយាយទៅគឺយើងបានដាក់ទុនទៅលើការសាងសង់ហ្នឹងអស់រាប់ពាន់រាប់ម៉ឺនហើយចឹងយើងស្ដាយដែរអ្នកទាំងអស់គ្នាដែលយើងតឹមតាសាងសង់ហើយតឹមតាចូលនៅបានផងណារបៀបអញ្ចឹងអញ្ចឹងគាត់ក៏នឹកឃើញថាអញ្ចឹងថាយើងនៅបដ ாய் ទៅអញ្ចឹងព្រោះខៃឡូថាវាមិនអីអញ្ចឹងណាគាត់ក៏ទទួលបានយោបល់បន្ថែមថាអញ្ចឹងថាឥឡូវមិនម៉ាយើងចាស់តាសែនឲ្យគេទៅដូចថារាល់ថ្ងៃណាដែលយើងមានបនមានទៀនអីឬក៏ថ្ងៃសិលអីចិត្តតែសែនឲ្យគេទៅប៉ុន្តែសែនហ្នឹងគួរណាតែសែនមានសាច់និយាយទៅដូចយើងសែនមហូបឲ្យដូនតាអញ្ចឹងចាមិនមែនផ្លែឈើណាមហូបហ្មងមានសាច់មានអីហ្មងរបៀបអញ្ចឹងគេឲ្យសែនអញ្ចឹងឲ្យដាក់ទឹកដាក់អីឲ្យគេផងរបៀបអញ្ចឹងហើយម៉ាក់គាត់គឺបានធ្វើដោយគេប្រាប់អញ្ចឹងមានន័យថានៅរាល់ពេលបនទៀនឬមួយក៏ថ្ងៃសិលឬមួយក៏អីចឹងគឺគាត់តែងតែដាក់សែនហ្នឹងហើយគាត់ដាក់សែនឲ្យគេចឹងទៅមានទឹកមានបាយមានម្ហូបមានចំណីអីអញ្ចឹងទៅដូចសែនដូនតាអញ្ចឹងដាក់ចឹងឯងហើយក៏នាំគ្នាគិតថាខៃឡូថាយើងនៅបានសុកនៅលើដីហ្នឹងអញ្ចឹងណាព្រោះដូចខ្ញុំបាននិយាយចឹងគឺពួកគាត់បានដាក់ទុនអស់លុយច្រើនហើយនៅលើការសង់ផ្ទះហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចសម័យដឹងបានណាថាយើងទិញដីហ្នឹងអស់លុយមួយតង់យើងទៅប្រមូលលុយដើម្បីសង់ផ្ទះសង់អីហ្នឹងអស់លុយថែមមួយតង់ទៀតហើយបើសិនជាយើងដូរទៀតយើងមិនទៅវាស្ដាយលុយចាព្រោះមិនប្រកាសថាយើងលក់ផ្ទះនឹងបានភ្លាមដើម្បីសម្រួលដល់ការយើងទិញផ្ទះមួយទៀតណាវាអញ្ចឹងវា complicate វាអញ្ញែញ៉ៃចឹងឯងអញ្ចឹងគាត់ក៏ដាក់សែនតាមគេទៅហើយយើងនៅនឹងទៅព្រោះស្ដាយលុយហើយគាត់គិតថាប្រហែលជាវាមិនអីទេយើងអាចនឹងអស់បញ្ហាចឹងណាព្រោះប្រសង់ក៏បាននិមន្តមកប្រាស់ព្រំហើយយើងក៏បានដាក់រៀបចំសែនឲ្យគេអញ្ចឹងយើងគិតថាប្រហែលជាគេអាចនៅថែរក្សាជួយឲ្យផ្ទះយើងចម្រុងចម្រើនបានអញ្ចឹងណាប៉ុន្តែអ្នកទាំងអស់គ្នាគិតថារឿងហ្នឹងនឹងចាប់ត្រឹមប៉ុណ្ណឹងហើយដូចអ្វីដែលអ្នកផ្ទះគាត់បានរំពឹងទុកអត់បើសិនជាចង់ដឹងយើងនឹងជួបគ្នាម្ដងទៀតនៅវគ្គក្រោយបាយបាយ